គេស្គាល់ខ្ញុំថាជា Chris Diva ជា Fashion Designer ជា MC ជា Content Creator គេសរសើរថាស្អាតឆ្លាតពូកែតែគេថែមពាក្យមួយម៉ាត់ទៀតថាអាណិតហេតុអីបានពួកគាត់អាណិតខ្ញុំអាណិតមកពីខ្ញុំកើតមកមិនមែនជាស្រីពិតតើខ្ញុំជានរណាមុនខ្លាយជា Chris Diva ក្មេងប្រុសក្នុងរូបថតនេះញាតិមិត្តចិត្តឆ្ងាយតែងតែសរសើរថាចេះគោរពចាស់ទុំតែខុសតែមួយប៉ុណ្ណោះគឺមានចរិតខុសពីរូបរាងធ្វើម៉េចបើរាល់ពេលនៅមុខកញ្ចក់ក្មេងប្រុសរូបនេះមើលឃើញខ្លួនឯងថាជា Cinderella គ្រាន់តែក្មេងប្រុសនោះចង់ខ្លាចជាខ្លួនឯងក៏ត្រូវអ្នកចិត្តខាងមើលងាយដល់គ្រួសារតែការខំប្រឹងរបស់ខ្ញុំមិនត្រឹមតែធ្វើឲ្យខ្ញុំក្លាហានតែប៉ុណ្ណោះវាធ្វើឲ្យអ្នកផ្ទះខ្ញុំក្លាហានទទួលស្គាល់ថាខ្ញុំជានរណាហើយក៏ជាផ្នែកមួយនៃជីវិតរបស់ពួកគាត់មានមកពីភាពមកខ្ញុំបាទពីមុនម៉ាក់អត់តែកងធរហើយសិល្បៈតែឥឡូវម៉ាក់កងធរហើយក៏មានមោទនភាពចំពោះកូនតែកូនអាចធ្វើបានរាល់ថ្ងៃនេះការពិតអ្វីៗដោយសារការតស៊ូរបស់យើងណាយើងត្រូវបង្ហាញឲ្យគេឃើញ I prove them wrong they make fun of me but I don't make fun of myself I'm a boss bitch I'm a rock that shit ខ្ញុំស្រឡាញ់ការច្រៀងខ្ញុំស្រឡាញ់ rap ខ្ញុំ Chris Diva ខ្ញុំជា transgender ដំបូងនៃ The Next Level Rap Star